បើបងប្អូនមិនផ្លាស់ប្ដូរទម្លាប់3នឹងចេញទេបងប្អូននឹងបំផ្លាញតម្រងនោមខ្លួនឯងនឹងដោយអត់ដឹងខ្លួនមនុស្សនាពេលបច្ចុប្បន្ននេះកំពុងតែមានបញ្ហាប្រឈមខ្ពស់មែនទែនទៅលើតម្រងនោមហើយតែកាលណាមានបញ្ហាតម្រងនោមធ្វើឲ្យបងប្អូនមានបញ្ហាលាងឈាមតែកាលណាបងប្អូនមានបញ្ហាលាងឈាមសេចក្តីសុខបងប្អូននឹងបាត់ផ្នែកធំមែនទែនពាក់ព័ន្ធជាមួយនឹងការរស់នៅប្រចាំថ្ងៃទម្លាប់ទី1ដែលមនុស្សយើងធ្វើច្រើននៅពេលបច្ចុប្បន្នគឺការដែលបងប្អូនចូលចិត្តញ៉ាំអាហារម្សៅឬក៏អាហារដែលផ្អែមមនុស្សនាពេលបច្ចុប្បន្ននេះគឺនិយមខ្លាំងមែនទែនទៅលើភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមសង្កេតឃើញក្មេងៗច្រើនមែនទែនដែលកំពុងប្រព្រឹត្តរឿងនេះមួយថ្ងៃអាចនឹងញ៉ាំ2ទៅ3កំប៉ុងអាចនឹងញ៉ាំច្រើនមែនទែនជារៀងរាល់ថ្ងៃបងប្អូនគុនគូមើលទៅមួយខែគឺរាងកាយរបស់មនុស្សយើងទុកចិត្តស្ករគឺច្រើនមែនទែនហើយតែកាលណាបងប្អូនទុកចិត្តស្ករយើងអត់សូវបានបញ្ចេញថាមពលទេវាធ្វើឲ្យរាងកាយបងប្អូនចាប់ផ្ដើមមានបញ្ហាលើប្រព័ន្ធអាំងស៊ូលីនបងប្អូនធ្វើការខុសប្រក្រតីវាធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាឡើងជាតិស្ករទៅជាជំងឺទឹកនោមផ្អែមហើយតែកាលណាបងប្អូនមានជំងឺទឹកនោមផ្អែមហើយគឺបញ្ហាតម្រងនោមបងប្អូនចាប់ផ្ដើមមកតាមគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងទម្លាប់ហ្នឹងគឺបើសិនជាបងប្អូនអត់ផ្លាស់ប្ដូរអត់កែប្រែទេវាបំផ្លាញសុខភាពខ្លួនឯងជាពិសេសគឺតម្រងនោមដែលដឹងខ្លួនជាពិសេសពុកម៉ែបងប្អូនដែលមានកូនតូចៗកុំព្យាយាមឲ្យពួកគាត់ញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងឬក៏របស់ផ្អែមខ្លាំងពេកព្រោះវាបំផ្លាញកូនបងប្អូននឹងដែលអត់ដឹងខ្លួនទម្លាប់ទី2ដែលបំផ្លាញសុខភាពតម្រងនោមខ្លាំងមួយទៀតគឺវាពាក់ព័ន្ធជាមួយនឹងការដែលបងប្អូនចូលចិត្តញ៉ាំអាហារប្រៃអាហារប្រៃមិនមែនមានតែនៅក្នុងអំបិលឬក៏អាហារដែលបងប្អូនញ៉ាំជាប្រចាំទេជាពិសេសនាពេលបច្ចុប្បន្ននេះមនុស្សនិយមចូលចិត្តញ៉ាំមែនទែនសម្បូរអាហារវេចខ្ចប់អាហារកែច្នៃមានដូចជាពពុះផាត់មានដូចជាពពុះសាច់ក្រកនំកញ្ចប់សាច់កែច្នៃសាច់ដែលគេទុកគុណភាពបានយូរហ្នឹងអាហារទាំងអស់ហ្នឹងបងប្អូនអរគ្នាគឺវាផ្ទុកជាតិសូដ្យូមខ្ពស់មែនទែនរក្សាគុណភាពរក្សាក្លិនរក្សាពណ៌ដែលបងប្អូនញ៉ាំចូលទៅគឺមានរសជាតិឆ្ងាញ់ចឹងបើសិនជាបងប្អូនញ៉ាំរបស់ទាំងអស់ហ្នឹងច្រើនយូរទៅវាបង្កឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាសរសៃឈាមមានបញ្ហាតម្រងនោមហើយតែកាលណាខូចតម្រងនោមហើយបងប្អូនមានបញ្ហាមួយទៀតគឺតើតើនឹងការលាងឈាមនឹងឯងហើយទម្លាប់ទី3មួយទៀតគឺវាពាក់ព័ន្ធជាមួយនឹងការដែលបងប្អូននឹងញ៉ាំទឹកអត់គ្រប់ព្រោះមនុស្សនាពេលបច្ចុប្បន្ននេះទទួលស្គាល់ថាបងប្អូនរវល់ធ្វើការរវល់រកស៊ីប៉ុន្តែបើសិនជាបងប្អូនអត់ញ៉ាំទឹកអត់គ្រប់ទេរាងកាយបងប្អូនអត់អាចច្រោះគីមីជាតិពុលចេញពីរាងកាយអស់ទេជាពិសេសគឺតម្រងនោមបងប្អូននឹងធ្វើការងារធ្ងន់ធ្ងរខ្លាំងមែនទែនបងប្អូនញ៉ាំទឹកអត់គ្រប់វាមិនបំផ្លាញតែតម្រងនោមទេគឺបំផ្លាញសុខភាពទូទៅជាពិសេសពាក់ព័ន្ធជាមួយនឹងខួរក្បាលពាក់ព័ន្ធជាមួយនឹងក្បាលវៀនបងប្អូនវាធ្វើឲ្យក្បាលវៀនបងប្អូននឹងធ្វើការងារធ្ងន់ធ្ងរមែនទែនវាធ្វើឲ្យក្បាលវៀនខ្សោយក្បាលវៀនស្ងួតពិបាកនៅក្នុងការបន្តបង់ឈាមបងប្អូនចាប់ផ្ដើមខាប់អាសាឈឺក្បាលញឹកញាប់ហើយមានបញ្ហាកោសិកាទៀតអញ្ចឹងបើសិនជាបងប្អូនចាប់ដឹងថាខ្លួនឯងញ៉ាំទឹកអត់គ្រប់ឬក៏ញ៉ាំគ្រប់បងប្អូនអរគ្នាយើងមើលទៅលើគីឡូដែលបងប្អូនរូបខ្ញុំបានចែកម្លែកវីដេអូមុនច្រើនមែនតើពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងតើតើជាមួយនឹងមនុស្សស្រីគឺព្យាយាមយកគីឡូបងប្អូនគុណនឹង0.04បងប្អូននឹងឃើញចំនួនទឹកដែលបងប្អូនត្រូវញ៉ាំតាមរាងកាយរបស់មនុស្សយើងក្នុងមួយថ្ងៃមើលប្រុសយើងយកគីឡូបងប្អូនគុណនឹង0.05ទៅឃើញចំនួនទឹកគ្រប់ដែលយើងញ៉ាំនៅក្នុងមួយថ្ងៃអត់លើសហើយអត់ខ្វះជួយចែកម្លែកវីដេអូមួយនឹងផងបើសិនជាបងប្អូនគិតថាវីដេអូនឹងមានសារៈប្រយោជន៍ហើយកុំភ្លេចផ្លាស់ប្ដូរទម្លាប់ទាំង3នឹងចេញបើសិនជាបងប្អូនអត់ចង់ឲ្យខូចតម្រងនោមនៅថ្ងៃក្រោយ